បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងបន្តមកដល់ចំណុចមួយទៀតតកតងនឹងចំណុច 1.5 ហ្នឹងគឺវិធីគុណឯកធាបានមុននឹងចូលដល់វិធីគុណឯកធាយើងរំលឹកទៅលើរូបមន្តខ្លះៗដែលយើងធ្លាប់បានរៀនរួចមកហើយនោះគឺរូបមន្តទាំងអស់នេះគឺមាន4បើ m និង n ជាចំនួនកុដវិជ្ជមានហើយគោល a របស់វាគឺខុសពី0នោះគេបានរូបមន្តរបស់យើងគឺចំណុចទី1យើងមាន a ស្វ័យគុណ m គុណនឹង a ស្វ័យគុណ n យើងគ្រាន់តែសេគោលតែមួយហើយយកនិតិសន្នបូកនិតិសន្នគឺស្មើនឹង a ស្វ័យគុណ m បូក n ទី2 a ស្វ័យគុណ m ទាំងអស់ស្វ័យគុណ n បាទស្វ័យគុណនៃស្វ័យគុណគឺស្មើនឹង a ស្វ័យគុណ m គុណនឹង n ទី3គឺ a គុណ b ទាំងអស់ស្វ័យគុណ n គឺយើងអាចទម្លាក់ស្វ័យគុណមក a ស្វ័យគុណ n គុណនឹង b ស្វ័យគុណ n ទី4គឺផលចែកនៃស្វ័យគុណ a ស្វ័យគុណ m ចែកនឹង a ស្វ័យគុណ n យើងអាចសេបាន a ស្វ័យគុណ m ដល់ n បាទឥឡូវដើម្បីកុំឲ្យខាតពេលយើងទៅរៀនគណនាឬក៏ដោះស្រាយលំហាត់ទី2ដល់គ្នាតកតងនឹងផលគុណឯកធាចឹងនៅក្នុងលំហាត់របស់យើងនេះគឺមាន a b c ដល់ f វិធីគុណឯកធានេះដើម្បីគុណឯកធាមានន័យថាយើងគ្រាន់តែយកមេគុណគុណនឹងផ្នែកមេគុណហើយផ្នែកអថេគុណនឹងផ្នែកអថេបាទមានន័យថាយើងកដោបមេគុណជាមួយមេគុណហើយកដោបអថេជាមួយនឹងអថេបាទចឹងដើម្បីគណនាឯកធាផលគុណឯកធានេះបានយើងត្រូវទៅមើលរូបមន្តទី1នេះបាទបើសិនជាគោលដូចគ្នាយើងគ្រាន់តែបូកនិតិសន្នបាទឥឡូវយើងទៅមើលការដោះស្រាយដល់គ្នាបាទឥឡូវយើងមើលលំហាត់ a នេះគឺស្មើនឹងកតានៃ 2x បូកកតានៃ 3x យើងគ្រាន់តែផ្ដុំបាទរៀងកដោបផ្នែកមេគុណនៃនឹងផ្នែកមេគុណមកគឺយើងកដោប2គុណនឹង3ហើយបន្ទាប់មកយើងកដោបអថេនិងអថេគឺកដោប x គុណនឹង x បាទអញ្ចឹងយើងប្រើរូបមន្តមួយគឺ a ស្វ័យគុណ m គុណនឹង a ស្វ័យគុណ n ស្មើនឹង a ស្វ័យគុណ m បូក n លទ្ធផលនៃមេគុណ2គុណ3គឺស្មើនឹង6ហើយនឹងលទ្ធផលនៃ x គុណ x មានន័យថា x នេះគឺមាននិតិសន្ន1នេះមាននិតិសន្ន1ដែរយើងយកនិតិសន្នបូកគ្នាមកគឺ1បូក1គឺស្មើនឹង2អញ្ចឹងយកលទ្ធផលមេគុណនេះគុណនឹងលទ្ធផលនៃផ្នែកអថេអញ្ចឹងយើងបាន 6x ការ៉េបាទអញ្ចឹងអត់មានអីពិបាកទេនេះយើងត្រូវតែចាំរូបមន្តចំណុចទី1នោះរូបមន្តទី1បាទឥឡូវយើងបន្តទៅដល់លំហាត់ b កតានៃ1ភាគ 2x គុណកតានៃដក 3x ការ៉េបាទអញ្ចឹងមេគុណនៃកតាទី1នេះគឺប្រភាគហើយនេះគឺជាចំនួនកុដវិជ្ជមានអញ្ចឹងយើងកដោបជាមួយនឹងជាផ្នែកមេគុណគុណនឹងផ្នែកមេគុណហើយយកផ្នែកអថេកដោបជាមួយនឹងផ្នែកអថេបាទដក3នេះគឺមានភាគបែងវា1បាទអញ្ចឹងដើម្បីគុណប្រភាគនឹងប្រភាគយើងយកភាគយកគុណភាគយកភាគបែងគុណភាគបែងអញ្ចឹង1ភាគ2វាមានភាគបែងវា2ភាគយក1ហើយដក3គឺស្មើនឹងដក3លើ1អញ្ចឹងយកដក3ជាភាគយកគុណនឹង1មកគឺបានដក3ឯ1គុណ2យើងបាន2បាទយើងចូលរូបមន្តនេះគឺ a ស្វ័យគុណ m គុណ a ស្វ័យគុណ n អានេះ m ស្មើ1 n ស្មើ3ស្មើ2អញ្ចឹងយើងអាចយក1បូក2គឺស្មើនឹងម៉ានគឺស្មើនឹង x ស្វ័យគុណ3អញ្ចឹងលទ្ធផលមេគុណស្មើនឹងដក3លើ2គុណនឹងលទ្ធផលអថេ x ស្វ័យគុណ3គឺស្មើនឹងដក3លើ2គុណនឹង x គីបបាទអញ្ចឹងនៅក្នុងលំហាត់2នេះបងប្អូនអាចយល់បានណាយើងឲ្យយកចិត្តទុកដាក់មើលទៅយើងយល់បានគ្រាន់តែយកផ្ដុំមេគុណនិងមេគុណនៃអថេ
ដុំអថេហើយយើងអថេយើងយកនិសនវាបូកចូលគ្នាបើសិនជាអថេដូចគ្នាបាទឥឡូវយើងមើលលំហាត់ C មួយទៀតបាទហាត់ C នេះកត្តានៃឫសការ៉េនៃ x ការ៉េឬការ៉េនៃ5គុណនឹង x ការ៉េគុណ y គីបកត្តាឲ្យ4ដង x y ចឹងកត្តាទី1មេគុណវាឬការ៉េនៃ5ហើយកត្តាទី2គឺ4យើងកដោប2នឹងមកបាទគុណចូលគ្នាហើយយើងឃើញថាកត្តាទី1នេះគឺមានអថេ x ការ៉េហើយអានេះមាន x ចឹងយើងកដោបតែផ្នែកអថេនៃ x ដូចគ្នាហើយយើងកដោបអថេ y និង y ដូចគ្នាបាទដោយសារ x នេះហើយនឹង y វាគោលខុសគ្នាយើងមិនអាចបូកនិសនបានអញ្ចឹងយើងកដោបតែ x និង x ដូចគ្នាមកហើយ y និង y ដូចគ្នាបាទដោយសារនេះឬការ៉េហើយនេះជាចំនួនកុដអញ្ចឹងយើងបានអត់អាចគុណនឹងបញ្ចូលក្នុងរាឌីកង់នេះបានទេអញ្ចឹងស្មើនឹង4ដងឬការ៉េនៃ5អានេះនិសន2នេះនិសន1ចូលរូបមន្ត a ស្វ័យគុណ m គុណនឹង a ស្វ័យគុណ n ស្មើនឹង m បូក a ស្វ័យគុណ m បូក n អញ្ចឹង2បូក1វាស្មើនឹង3អានេះស្មើនឹង3បូក1វាស្មើនឹង4បាទយកលទ្ធផលមេគុណគុណលទ្ធផលនៃផ្នែកអថេបាទអញ្ចឹងx គីប y ស្វ័យគុណ4នេះយើងមិនអាចបូកបញ្ចូលគ្នាបាននេះដោយសារវាមានអថេ x និង y ខុសគ្នាបើ x ដូចគ្នានឹងបានយើងបូកបានអញ្ចឹងសេរបស់យើងគឺស្មើនឹង4ដងឬការ៉េនៃ5គុណនឹង x គីបគុណ y ស្វ័យគុណ4បាទឥឡូវយើងទៅមើលលំហាត់ដែលនៅសល់បងប្អូនអាចយកទៅរៀនធ្វើបានបាទនេះជាផ្នែកលំហាត់តូចងាយដែលជាមូលដ្ឋានគ្រឹះដើម្បីយើងឈានទៅដល់ការកណិតលំហាត់ដែលរៀងធំជាងហ្នឹងបាទអញ្ចឹងការធ្វើលំហាត់យើងធ្វើឲ្យច្រើនឲ្យស្ទាត់ទៅគឺចេះពីមូលដ្ឋានតូចរហូតដល់មូលដ្ឋានធ្វើធំបានបាទអញ្ចឹងនៅសល់4លំហាត់នេះបងប្អូនអាចយកទៅរៀនធ្វើបានបាទបើពេញចិត្តនៅវីដេអូនេះសូមជួយចុច Subscribe ឬក៏ចុចfollow ម្នាក់មួយបាទសូមអរគុណ